Sự khó bánh nhà xã hội chỉ giàu cá sẵn sàng bón rồi mê ngon một nâu xịt đầy sọc. Bóng bồn, mình lúc dương miên cô đau riêng khuẩn. Nè khắc miên cô đau dạng ní, nè khắc miên cô đau dạng nụ. Bờ rọt tới cứ vì tràn mình tên mình lúc nâu tôi đang bị phục lục dương này. Có phần tái bởi dương sẵn khai cô đau nó ở clay móc bằng prui về clay móc. Cô đau rồi bóng mình lúc dương cứ miên tầm mùi cột, hai tay mùi mặt cột. Bóng bồn đang gặp kì ấy. Cô đau tại mũi rồi bóng mình lúc dương nó cứ sọc. Bóng bồn thằng ốc này nôn ná cái trong ban xịt đầy sọc này mình tha tại bóng bồn rồi còn mình tha tại nhôm đây còn cung tay này gì được chứ này sầm nô số tha ta xịt đầy sọc nó cứ chiều vậy xịt đầy sọc nó miên đây dạng mình bởi dùng tam quay trở lại là con máy rồi bóng sầm tay cho xong cái chuột nát tiện thả sọc miên đây tha xịt đầy sập bài đầm na nghi rồi còn đầm na sủi hay tiện thả sọc này nó không bị sao click smile là biết tha happiness nên bị biết tha happy bằng vốn đăng ấy biết tha happy miền này tha rich riết rư co sập bài được chứ này xịt đây sốc miền này tha đầm na rich riết rư co đầm na sập bài nó khôngประពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់សម្ដែងអំពីសេចក្តីសុខនេះដែរដែលលោកឲ្យឈ្មោះសេចក្តីសុខនេះឆ្មើនឹងជាឈ្មោះរបស់បុណ្យពាក្យថាបនភាសាបាលីថាបញ្ញៈអញ្ចឹងព្រះពុទ្ធព្រះអង្គសម្ដែងថាបនហ្នឹងគឺជាឈ្មោះនៃសេចក្តីសុខដែលមានបាតនៃគាថាមួយលោកសម្ដែងថាសុខោបញ្ញសឧច្ចយោការសន្សំបនរមែងនាំមកនៅសេចក្តីសុខពាក្យថាបនមានន័យថាអំពើល្អគឺជាទង្វើដែលធ្វើទៅជាប្រយោជន៍សម្រាប់ខ្លួនយើងហើយនិងអ្នកដទៃដូច្នេះហើយកិច្ចការងារទាំងឡាយទាំងពួងដែលធ្វើឲ្យជាប្រយោជន៍ទាំងអស់នោះឯងឈ្មោះថាជាបុណ្យហើយទាំងអស់នោះឯងគឺជាឈ្មោះនៃសេចក្តីសុខអញ្ចឹងហើយនៅក្នុងវីដេអូនេះចង់ឲ្យបងប្អូនទាំងអស់គ្នាត្រេះរិះហើយនឹងគិតពិចារណាមនុស្សយើងតែងតែចង់បានសេចក្តីសុខប៉ុន្តែអ្នកខ្លះមិនអាចរកនៅសេចក្តីសុខឲ្យខ្លួនឯងបានទេពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានភាពមួម៉ៅក្តៅក្រហាយមិនសប្បាយដោយសារបញ្ហានេះមួយដោយសារបញ្ហានោះមួយដោយសារដូច្នេះហើយគឺហាក់បីដូចជាជីវិតនឹងលំបាកមែនទែនដែលវាផ្ទុយទៅនឹងចេតនារបស់យើងដែលជាផ្ទុយទៅនឹងគោលដៅរបស់យើងដែលយើងប្រាថ្នាថាចង់បានសេចក្តីសុខនោះខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូនបន្ថែមតាក់ទងទៅនឹងថាតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យខ្លួនយើងទទួលបាននូវសេចក្តីសុខនៅក្នុងទ្រឹស្ដីពុទ្ធសាសនាលោកសម្ដែងមានច្រើនណាស់មានរហូតដល់38យ៉ាង38ប្រភេទតែនៅក្នុងនេះខ្ញុំសូមលើកតែមួយចំណុចមួយដែលធ្វើឲ្យយើងមានសេចក្តីសុខហ្នឹងគឺការពេញចិត្តចំពោះអ្វីដែលខ្លួនយើងមានរបស់ដែលយើងមានបងប្អូនទាំងអស់គ្នាបើយើងចេះតែចង់បានឥតដែនកំណត់ពេកនៅពេលដែលយើងផ្ដោតលើរបស់ដែលយើងអត់មានណានៅពេលនោះឯងវានឹងធ្វើឲ្យអារម្មណ៍របស់យើងមិនសប្បាយចិត្តទេជួនកាលមានការប្រៀបធៀបមើលតអ្នកដទៃគេមានរបស់នេះប៉ុន្តែខ្លួនឯងអត់មានមើលតអ្នកដទៃគេអាចធ្វើបានតែខ្លួនឯងអត់អាចធ្វើបានជាដើមអញ្ចឹងបើយើងផ្ដោតតែទៅលើអ្វីដែលខ្លួនឯងអត់មានសេចក្តីសុខមិនអាចកើតមានចំពោះខ្លួនយើងបានទេប៉ុន្តែយើងត្រូវផ្ដោតទៅលើអ្វីដែលខ្លួនយើងមាននៅពេលនេះយើងមានជីវិតយើងមានដង្ហើមចេញចូលបាននៅពេលនេះយើងមានសុខភាពល្អណានៅពេលនេះយើងមានអាហារអាចហូបបានអាចរស់រានមានជីវិតបានយើងមានរបស់ជាច្រើនដូច្នេះហើយបើសិនជាយើងបានយកចិត្តរបស់យើងផ្ដោតទៅលើអ្វីដែលជារបស់ដែលយើងមានពេលនោះឯងសេចក្តីសុខវានឹងកើតឡើងការនិយាយដូច្នេះមិនមែនមានន័យថាឲ្យបងប្អូនទាំងអស់គ្នាឈប់ធ្វើកិច្ចការងារឬក៏ឈប់ធ្វើអ្វីផ្សេងទៀតដែលបងប្អូនចង់បានទេប៉ុន្តែបងប្អូនត្រូវមានដែនកំណត់ត្រូវមានលក្ខខណ្ឌហើយដើម្បីឲ្យខ្លួនយើងបាននៅសេចក្តីសុខពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងបងប្អូនក៏ត្រូវតែសម្លឹងមើលនៅអ្វីដែលខ្លួនយើងមានផងដែរទើបជីវិតរបស់យើងបានសុខអរគុណ